បងប្អូនអ្នកខាត់ក៏ចេះឃើញវីដេអូមួយនេះហើយកុំតាន់អស់រំលងអីបាទយើងចូលទៅតាមដានមើលនៅក្នុងតំបន់រមណីយដ្ឋានថ្មីរបស់យើងបងប្អូនបាទគឺពិតជាស្រស់ស្អាតណាស់បងប្អូនបើបងប្អូនយើងមិនបានមកទេប្រកាសជាស្ដាយក្រោយណាបងប្អូនរមណីយដ្ឋាននឹងនៅឯណាបាទគឺនៅជិតនឹងខេត្តយើងទេបងប្អូនបាទគិតពីខេត្តមកចម្ងាយប្រហែលជា25គីឡូឯទេបងប្អូនបាទគឺបណ្ដោយផ្លូវពីខេត្តកញ្ចេះមកខាងស្នួលណាបងប្អូនបាទដោយសារខ្ញុំបង្ហោះវីដេអូមុនហ្នឹងគឺមានបងប្អូនយើងខ្លះគាត់អត់ដែលឃើញអត់ដែលដឹងគាត់សួរថាទីតាំងហ្នឹងនៅណាអញ្ចឹងបងប្អូនបាទអញ្ចឹងគឺពិសេសណាស់មែនតើបងប្អូនហើយពិតជាស្រស់ស្អាតណាស់ហើយបងប្អូនយើងអ្នកខេត្តកញ្ចេះយើងអ្នកស្រុកភូមិយើងបាទឃើញវីដេអូមួយនេះកុំភ្លេចជួយ share បាទដើម្បីចែកចម្លែកវីដេអូនេះទៅដល់បងប្អូនយើងដែលគាត់នៅទីឆ្ងាយដែលគាត់មិនបានមកគាត់បានទស្សនាឃើញវីដេអូនេះខ្លះៗនៅក្នុងថ្ងៃទី8មីនាជាថ្ងៃសិទ្ធិនារីណាបងប្អូនបាទអញ្ចឹងគឺមានភ្ញៀវទេសចរយើងទាំងទីចិត្តទីឆ្ងាយគាត់បានមកលេងកម្សាន្តបាទហើយនេះគឺជាពេលល្ងាចបាទគឺខ្ញុំមកហ្នឹងមានភ្ញៀវគាត់ត្រឡប់ទៅផ្ទះវិញអស់ខ្លះដែរហើយបាទបើនិយាយពីធម្មជាតិនិងខ្យល់វិញបងប្អូនហើយគឺនិយាយថាបរិសុទ្ធយកតែមែនតើណាបងប្អូននេះយើងកុំឲ្យខាត់ពេលវែងឡាយឆ្ងាយយើងចូលទៅតាមដានមើលទស្សនភាពទាំងស្រុងតែម្ដងណាបងប្អូនបាទនៅពេលដែលខ្ញុំចុះមកដល់ខាងក្រោមនេះភ្លាមពឹបបាទអូនិយាយពីថាអតិថិជនខ្ញុំបាទគឺសិតតែអ្នកស្គាល់បាទហើយបងអើយ idol អើយដាក់មកប៉ងអីអូយអធិស្ឋានផងបងប្អូនហើយបាទគឺដោយសារខ្ញុំនេះគឺហូបមិនសូវបានទេបាទបានតែអង្គុយមើលគេអញ្ចឹងធ្វើផ្នែកឡង់ឯណាបងប្អូនបាទអធិស្ឋានផងនិយាយពីថាថ្ងៃទី8មីនាហ្នឹងបងប្អូនហើយមានភ្ញៀវយើងគាត់មកលេងមកមិនភ្ញៀវណាឆ្ងាយទេបងប្អូនបាទសិតតែអ្នកខេត្តយើងទេបងប្អូនបាទគាត់មកលេងកំសាន្តបាទទាំងខាងស្នួលទាំងខាងស្វាយជ្រះទាំងខាងកង្ទួតក្រងអីហ្នឹងណាបងប្អូនបាទគឺគាត់មកលេងកំសាន្តបាទគឺដោយសារនៅចិត្តទីតាំងរបស់គាត់បាទហើយណាមួយទៀតនេះគឺខែក្តៅបងប្អូនបាទយើងដឹងស្រាប់ហើយគឺខែក្តៅយើងតតែមករកកន្លែងទឹកលេងបាទមួយទឹកលេងឲ្យវាស្រស់ស្រាយណាបងប្អូនបាទអារម្មណ៍យកវាស្រស់ស្រាយដណ្ដែតដណ្ដូនតាមអាកាសធាតុតាមទឹកអីយ៉ាងខ្លះទៅបងប្អូនបាទយើងកុំ stress ច្រើនពេកណាជាពិសេសសម្រាប់បងមិត្តនារីឬមួយក៏មិត្តបរិសុទ្ធណាបាទដែលទៅនឹងបែកចិត្តពីសង្សារអីណាដែលមានបញ្ហា stress អីបាទគឺមកលេងកំសាន្តនៅទីនេះមកបងប្អូនបាទគឺមានអារម្មណ៍ថាស្រស់ស្រាយយកតែម្ដងណាបងប្អូនបាទបើអ្នកមានគូឬមួយក៏អ្នកមិនមានគូបាទក៏អាចមកបានដែរបងប្អូនបាទហើយអ្នកទៅមានសង្សារថ្មីថ្មោងអីក៏ដោយបាទនិយាយមកពីអែមតែម្ដងបាទកន្លែងដើរលិចដើរកើតមកឃើញទាគេកំពុងតែអាំងនិយាយទាំងស្រក់ទឹកមកដល់ពេងចឹងទៅចាប់ដើមនឹកឃើញអាជាប៉ុន្តែចេះដាក់ទៅវាមិនកើតដាក់ទៅវាចេះឆ្អល់ដាក់ទៅវាចេះមានបញ្ហាណាបងប្អូនបាទអញ្ចឹងទៅមិនហ៊ានដាក់ទេបាទចឹងបាទអង្គុយមើលគេទេមានបងប្អូនយើងគាត់មកមុជទឹកលេងកំសាន្តនិយាយពីថាសបាយអើយសបាយបាទជាជុំណាបាទបានខែក្តៅគាត់មកមុជទឹកលេងចឹងបាទនិយាយពីត្រជាក់ស្រេបបាទដល់បេះដូងថ្លើមប្រមាត់សួតតែម្ដងបងប្អូនអើយបាទហើយចឹងបងប្អូនណាដែលមានកម្រងណាដែលចង់ទៅលេងកំសាន្តឲ្យអារម្មណ៍វាស្រស់ស្រាយជាជុំលក្ខណៈគ្រួសារឬមួយក៏មិត្តភ័ក្តិបាទបងប្អូនក៏ភ្លេចមកនៅស្ពានតេយើងបាទគឺនៅជិតខេត្តយើងទេបងប្អូនបាទហើយមានបងប្អូនយើងគាត់មកលេងកំសាន្តបាទច្រើនមែនតែនបាទគាត់មកដេកលេងបដែតខ្លួនអញ្ចឹងទៅណាបងប្អូនបាទជាពិសេសគឺទឹកហ្នឹងវាហូរមករ៉ែហើយថ្លាឆ្វេងតែម្ដងណាបងប្អូនបាទហើយអ្នកចូលចិត្ត saving និយាយពីថាស្អាតបាទមានប្លង់បងប្អូនគឺមានប្លង់ច្រើនណាសម្រាប់បងប្អូនយើងគាត់ចង់ថតលេងឬមួយក៏មិនមកអញ្ចឹងមិនមែនប្លង់បបក់ត្រីទេណាបងប្អូនគឺប្លង់យើងថត selfie បងប្អូននិយាយពីស្អាតយកតែមែនតែនបងប្អូនបើបានមកហើយបងប្អូនក៏ភ្លេចឡើងទៅដល់ខាងលើទៀតណាបងប្អូនបាទគឺនៅកន្លែងស្ពាននៅកន្លែងបកគោលខាងលើបងប្អូនគឺមានប្លង់ស្អាតហើយមានបងកន្លែងហ្នឹងគឺមានកន្លែងគេមុជទឹករាងជ្រៅទេបងប្អូនបាទនៅខាងក្រោមនេះគឺទឹករាក់ទេនៅខាងលើទឹកជ្រៅបាទហើយមានរោមកហូរមករ៉ែហើយមានរោមានកញ្ចុះគេច្រើនបងប្អូនអញ្ចឹងយើងកុំឲ្យខាត់ពេលវែងអាឡាឆ្ងាយយើងទៅមកខាងលើនេះបងប្អូនបាទយើងមកខាងលើនេះមកមើលនៅខាងលើហ្នឹងម្ដងបាទឥឡូវនេះខ្ញុំកំពុងដើរថា2 3នាក់មកណាលុយទឹកផងអីផងបាទនិយាយពីអាកូនត្រេននោះវាដើរដួលផងអីផងកាន់ដៃផងកាន់ជើងផងណាខ្លាចវាដួលផ្កាប់មកត្រូវនឹងថ្មបាទអញ្ចឹងជាពិសេសបងប្អូនយើងនៅពេលដើរសូមបងប្អូនយើងប្រយ័ត្នទេបងប្អូនគឺថ្មយើងខ្លះវាមានស្លាយមានអីចាបាទអញ្ចឹងយើងដើរមានការប្រុងប្រយ័ត្នបន្តិចទៅបងប្អូនបាទជាពេលនេះពេលយើងដើរទៅវាមានបញ្ហាធ្វើឲ្យគ្រោះថ្នាក់ដល់យើងណាបងប្អូនបាទអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនអ្នកខេត្តកញ្ចេះយើងក៏នឹងជួយ share បាទដើម្បីលើកតម្កើងតំបន់ទេសចរថ្មីរបស់យើងឲ្យមានភ្ញៀវនឹងគាត់មកលេងកម្សាន្តនៅតំបន់យើងបាទមានកាន់តែច្រើនកកទៀតបាទហើយជាពិសេសនេះគឺវានៅជិតខេត្តយើងទៀតបងប្អូនយើងដំណើរយើងទៅណាមកណាក៏វាសុវត្ថិភាពណាបងប្អូនបាទគឺមានផ្លូវធំទូលាយកន្លែងទុកឡានទុកម៉ូតូក៏កាន់តែស្រួលទៀតឥឡូវនេះយើងមកមើលទិដ្ឋភាពបាទបងប្អូននៅកុលស្ពានខាងលើបាទបងប្អូនយើងធ្លាប់តែក្រឡេកឃើញមើលពីខាងលើណាបងប្អូនមិនដែលបានមកដល់គៀកគុលអីទេឥឡូវក៏បងប្អូនមកមើលបាទគឺឃើញហើយគឺស្អាតណាស់បងប្អូនគឺត្រង់កន្លែងនេះគឺប្លង់យើងថត selfie បងប្អូននិយាយពីស្អាតណាស់បាទមានដៃគូចង់ថតជាកំឡងទុកអនុស្សាវរីយ៍ឬមួយក៏បងប្អូនពេលរៀបការថា
prewedding អីណាបងប្អូនបាទគឺ MM មែនតើបាទប្លង់គឺសិតតែប្លង់ MM តែម្ដងសម្រាប់បងប្អូនយើងចូលចិត្ត selfie និយាយវាឆ្ងាញ់តែម្ដងដាក់មកគឺជាតិតែម្ដងបងប្អូនបាទបងប្អូនឃើញទិដ្ឋភាពបែបនេះគឺពេលល្ងាចថ្ងៃរៀបលិចអញ្ចឹងណាបងប្អូនគឺតែសភាពកាន់តែស្អាតជាងនឹងមែនតើហើយឥឡូវខ្ញុំនេះគឺកំពុងអង្គុយយក style យក mode កាច់រៀងបន្តិចអញ្ចឹងណាបងប្អូនបាទនិយាយទៅដោយសារឃើញប្លង់ហ្នឹងរៀងតំណងណាបងប្អូនបាទប្លង់នេះតំណងតែអង្គុយមើលហើយបបក់ត្រីកាន់តែតំណងទៀតបងប្អូនបាទប៉ុន្តែមិនដឹងថាមានត្រីបបក់អត់ទេបងប្អូនបើមនុស្សនៅច្រើនឡើងណែនចេះបាទចឹងសង្ឃឹមបងប្អូនយើងគាត់ឃើញគាត់នឹងមកជួយលេងកំសាន្តបងប្អូនបាទគឺពិសេសនេះគឺត្រង់កន្លែងនេះបងប្អូនបាទគឺយើងអាចមកមុជទឹកលេងបានបាទទាំងក្មេងទាំងចាស់បាទទឹកមានកន្លែងជ្រៅខ្លះកន្លែងរាក់ខ្លះបងប្អូនទឹកធំជង្គង់ធំដងអីណាបងប្អូនបាទអញ្ចឹងគឺមិនជ្រៅដល់ថ្នាក់យើងហែលេបងប្អូនគឺទឹករាក់ទេបាទហើយនិយាយពីទីតាំងនេះវិញបងប្អូនគឺនៅខាងលើបាទដំបងនៅខាងថ្នាក់ខាងលើបងប្អូនបាទគឺនៅខាងលើនៅជាន់ខាងក្រោមបងប្អូនបាទអញ្ចឹងគឺខាងនេះគឺមានកញ្ចុះបងប្អូនបាទគឺមានកញ្ចុះច្រើនហើយក៏មានបងប្អូនយើងគាត់មកនៅខាងលើហ្នឹងក៏ច្រើននៅខាងក្រោមហ្នឹងក៏ច្រើនបាទហើយបើនិយាយពីផ្លូវដើរវិញបងប្អូនមិនមែនមកតាមផ្លូវខ្ញុំកំពុងដើរនេះទេណាបងប្អូនគឺមានផ្លូវគេដើរនៅខាងនោះទេប៉ុន្តែខ្ញុំចង់មកតាមខាងនេះបាទដោយសារខ្ញុំចង់លួចទឹកបាទចង់ដើរស្មើគោកបងប្អូនបាទបើយើងមកតាមខាងនេះមើលទៅតំណងបងប្អូននិយាយពីប្លង់តំណងច្រើនណាបងប្អូនសម្រាប់បងប្អូនយើងដែលគាត់មកលេងកំសាន្តហើយបងប្អូនក៏ភ្លេចឡើងមកដល់ខាងលើផងណាបងប្អូនបាទបងប្អូនមិនបានឡើងមកដល់ខាងលើនេះទេក៏ប្រយ័ត្នស្ដាយក្រោយបាទជ្រុលតែយើងមកហើយបងប្អូនយើងដើរឲ្យអស់ទៅណាបងប្អូនបាទមានកន្លែងថត selfie លេងគឺច្រើនមែនតើហើយកន្លែងយើងងូតទឹកលេងក៏មានច្រើនដែរបងប្អូនហើយកន្លែងកញ្ចុះអង្គុយលេងហ្នឹងក៏មានច្រើនដែរដោយបងប្អូនឃើញហើយបាទគឺមានបងប្អូនយើងគាត់មកលេងកំសាន្តនៅខាងលើគាត់អង្គុយភាសាគ្នាលេងឬមួយក៏ភាសារឿងបេះដូងខ្មែរអញ្ចឹងណាបងប្អូនឬមួយក៏បងប្អូនណាចង់បបក់ត្រីអីបាទយើងឡើងទៅលើទៀតទៅប៉ុន្តែមានខ្ញុំអត់ដឹងទេណាបងប្អូនបាទដោយសារខ្ញុំអត់បានមកបបក់ត្រីដែរបាទគឺខ្ញុំមកថតតែ selfie ណាបាទជាស្រ័យបងប្អូនខ្ញុំចិត្តតែនិយាយកំ pl ែងបន្តិចបន្តួចណាបងប្អូនបាទកុំឲ្យបងប្អូនយើងថានិយាយតែដែរអញ្ចឹងទៅដោយបងប្អូនឃើញជាក់ស្ដែងហើយមានទាំងស្រីស្អាតមានទាំងប្រុសស្អាតនៅទីនេះបាទมันខ្វះទេសម្រាប់អ្នកអត់គូមករនៅហ្នឹងបាទมันខ្វះទេបាទមានមកកណោកោដឹកបាទសំខាន់ឲ្យតែថាបងប្អូនយើងអាចតែអ្នកតំណងមួយគាត់បានអត់បាទហ្នឹងជារឿងរបស់បងប្អូនទេបាទហើយនេះគឺជាទស្សនវិជ្ជាបែបធម្មជាតិសុទ្ធសាធតែម្ដងបងប្អូនបាទអត់មានជាតិគីមីទេណាបាទសម្រាប់បងប្អូនណាដែលចូលចិត្តធម្មជាតិបែបស្រស់ស្រាយបែបស្រស់ថ្លាបាទអញ្ចឹងបងប្អូនយើងកុំភ្លេចឲ្យសោះគឺស្ពានតេរមណីយដ្ឋានប្រៃតេខេត្តកាចេះយើងបងប្អូនបាទតែទៅនៅបង្កើតថ្មីថ្មាំងយើងនេះទេបាទក្នុងរយៈពេលដូចជាមួយឆ្នាំ2ឆ្នាំដែរបងប្អូនបាទប៉ុន្តែមិនតាន់មានបងប្អូនយើងគាត់មកទស្សនាលេងឬមួយគាត់មកលេងកំសាន្តច្រើនទេបាទទៅតែនឹងប្រហែលឆ្នាំយើងនេះគឺមានភ្ញៀវគាត់មកលេងច្រើនបងប្អូនយើងឃើញវីដេអូមួយនេះហើយគាត់នឹងជួយ share ឲ្យខ្ញុំម្នាក់មួយផងបាទដើម្បីលើកតម្កើងតំបន់ទេសចរថ្មីយើងណាបាទហើយឥឡូវខ្ញុំចង់បបាយអារម្មណ៍បងប្អូនយើងមកមើលធំមិនឆ្នាំមកតពីនេះវិញបងប្អូនបាទដោយសារតែមួយរយៈមុនហ្នឹងគឺមានបងប្អូនយើងគាត់បាញ់ងាកអស់ភ្លើងណាបាទហើយធំមិនឆ្នាំនេះគឺជាធំឆ្នាំស៊េរីថ្មីបងប្អូនបាទគឺប្រភេទម៉ូទ័រ2បងប្អូនបាទដែលមានអាគុយ12វ៉ុលនិង12អាំពែបាទនិយាយពីកម្លាំងទឹកវិញបងប្អូនបាទគឺបាញ់ចេញខ្លាំងតែម្ដងដូចជាម៉ាស៊ីនអញ្ចឹងណាបងប្អូនបាទហើយសម្រាប់បងប្អូនណាដែលចង់ប្រើឬមួយក៏ចង់ទិញយកទៅទិញយកទៅលក់បន្តបាទអាចតំណងតាមរយៈលេខទូរស័ព្ទនៅលើអេក្រង់ទូរស័ព្ទបងប្អូនយើងបានតែម្ដងបាទបើនិយាយពីតម្លៃវិញគឺត្រឹមតែ$35ទេសម្រាប់ពុកម៉ែបងប្អូនអាចតំណងមកតាមរយៈលេខទូរស័ព្ទឬមួយក៏បងប្អូនអាចឆាតមកចូល page បានអញ្ចឹងគឺពិសេសមែនតើបងប្អូនបាទគឺធំបាញ់ឆ្នាំស៊េរីថ្មីម៉ូទ័រ2ឌុបជាប់គ្នាបងប្អូនបាទគឺជាផលិតផលរបស់ប្រទេសថៃបងប្អូនបាទគឺពិសេសមែនតើណាបាទបងប្អូនណាបកកែថាបាញ់អស់ភ្លើងបាញ់ងាកតិចអស់ភ្លើងបាទបងប្អូនឈប់បារម្ភទៀតទៅបាទសាកមកប្រើធុងនេះបងប្អូនវិញម្ដងបាទគឺអែមណាបងប្អូនបាទអែមខ្ញុំថាអែមគឺអែមហើយបាទគឺវាមានកង្តាក់2ប្រើម៉ូទ័រ1ម៉ូទ័រ2ណាបាញ់មិនងាយអស់ភ្លើងទេបងប្អូនពិសេសមែនតើ